តាអ្នកជឿទេថាមានសត្វមួយប្រភេទមុខដូចទាកន្ទុយធំសំប៉ែតហើយមានពឹសដូចពស់នៅចុងសតវត្សទី18នៅពេលអ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសបានរកឃើញរូបភាពនិងសំណាក់សត្វផ្លាទីពឹសជាលើកដំបូងដែលផ្ញើមកពីប្រទេសអូស្ត្រាលីពួកគេមានការសង្ស័យយ៉ាងខ្លាំងនិងស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងដោយពួកគេគិតថាមានគេយកចំពោះទាមកដេរភ្ជាប់ខ្លួននឹងសត្វភេដើម្បីធ្វើជារូបខ្លាំងខ្លាយប៉ុន្តែក្រោយមកទើបពួកគេដឹងថាសត្វនេះមានពិតប្រាកដមែនហើយវាបានក្លាយជាសត្វមួយក្នុងចំណោមសត្វដែលចម្លែកជាងគេបំផុតក្នុងមួយពិភពលោកវាជាសត្វជើង4រស់នៅក្នុងទឹកនិងនៅលើគោកនៃភាគខាងកើតប្រទេសអូស្ត្រាលីហើយអ្វីដែលធ្វើគេភ្ញាក់ផ្អើលបំផុតនោះគឺវាជាសត្វបំបៅកូនដោយទឹកដោះប៉ុន្តែពងដូចសត្វល្មូនវាស្ថិតនៅក្នុងក្រុមម៉ូណូទ្រីមដែលជាក្រុមសត្វបំបៅកូនដោយទឹកដោះតិចតួចបំផុតមួយនៅលើពិភពលោកដែលបង្កើតកូនដោយការពងគ្មានដោះសម្រាប់បៅពេលកូនញាស់ទឹកដោះរបស់មេនឹងជ្រាបចេញតាមស្បែកពោះដូចជាញើសហើយកូនត្រូវលើកទឹកដោះនោះចេញពីស្បែកមេរបស់វាគ្មានក្រពះអាហារដែលវាស៊ីរួចដូចជាបកងតូចនិងដង្កូវក៏រត់ត្រង់មកពងកទៅពោះវៀនតែម្ដងដោយមិនឆ្លងកាត់ក្រពះកណ្ដុំលាអាហារដូចជាសត្វដទៃទៀតឡើយរោមរបស់វាបញ្ចេញពន្លឺក្រោមពន្លឺ UV នៅពេលយប់ប្រសិនបើគេយកពន្លឺ scan UV ទៅបាញ់លើរោមរបស់វានឹងបញ្ចេញពន្លឺផ្លេកៗពណ៌ខៀវលាយពណ៌បៃតងយ៉ាងចម្លែកដែលជាបាតុភូតធម្មជាតិកម្រនឹងមាននៅលើសត្វពាហនៈឬធនិច្ចសត្វរហូតដល់សពថ្ងៃនេះអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវនៅតែបន្តការសិក្សាយ៉ាងស៊ីជម្រៅដើម្បីស្វែងយល់ពីមុខងារពិតប្រាកដនៃការបញ្ចេញពន្លឺនេះដោយមានការសន្និដ្ឋានថាវាអាចប្រើប្រាស់សម្រាប់ការលាក់បាំងខ្លួនពីសត្វស៊ីសាច់ជាអាហារឬជាទំនាក់ទំនងរវាងគ្នានឹងគ្នានៅក្នុងភាពងងឹតយន្តការរំលាយអាហារដោយគ្មានធ្មេញសត្វផ្លាទីពស់ពេញវ័យគឺគ្មានធ្មេញសម្រាប់ទំពាអាហារដោយសត្វដទៃទៀតឡើយនៅពេលវាមុជទឹកចុះទៅបាត់ស្ទឹងដើម្បីស្វែងរកក្តាមបង្គាឬសត្វល្អិតតូចវាបានបូមយកទាំងចំណីព្រមទាំងដុំគ្រួសនិងសាច់តូចបញ្ចូលទៅក្នុងស្រោមថ្ពាល់របស់វាដំណាលគ្នានៅពេលឡើងមកលើផ្ទៃទឹកវានឹងប្រើដុំគ្រួសនិងសាច់ទាំងនោះដើម្បីកិនបំបែកសាច់និងសម្បកអាហារឲ្យម៉ត់នៅក្នុងមាត់ជំនួសឲ្យធ្មេញមុនពេលលាបចូលទៅក្នុងពោះមិនត្រឹមតែប៉ុណ្ណោះផ្លាទីពូមានប្រព័ន្ធស្កេនអគ្គិសនីធម្មជាតិនៅលើចម្ពោះរបស់វានៅពេលវាមុជទឹកវាបិទភ្នែកបិទត្រចៀកនិងបិទច្រមុះប៉ុន្តែវាប្រើចម្ពោះរបស់វាដើម្បីចាប់យករលកអគ្គិសនីតូចដែលបញ្ចេញដោយសាច់ដុំរបស់ចំណីវាហើយអ្វីដែលគួរប្រុងប្រយ័ត្នបំផុតនោះគឺសត្វផ្លាទីពូឈ្មោលមានបន្លាពឺនៅជើងខាងក្រោយរបស់វាពឺរបស់វាអាចសម្លាប់សត្វតូចបានហើយបើត្រូវមនុស្សវានឹងបង្កការឈឺចាប់យ៉ាងខ្លាំងក្លាដែលថ្នាំបំបាត់ការឈឺចាប់ធម្មតាមិនអាចជួយបានឡើយទោះបីជាមើលទៅដូចជាមានការបញ្ចូលគ្នានៃសត្វជាច្រើនប្រភេទយ៉ាងណាក៏ដោយប៉ុន្តែផ្លាទីពូគឺជាលទ្ធផលនៃការវិវត្តយ៉ាងល្អឥតខ្ចោះអស់រយៈពេលរាប់លានឆ្នាំដើម្បីរស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសាបបច្ចុប្បន្នពួកវាកំពុងប្រឈមមុខនឹងការបាត់បង់ជម្រកនិងការប្រែប្រួលអាកាសធាតុដែលតម្រូវឲ្យមានការយកចិត្តទុកដាក់និងអភិរក្សយ៉ាងហ្មត់ចត់តើបងប្អូនយល់យ៉ាងណាដែរចំពោះសត្វចម្លែកមួយប្រភេទនេះសូមឲ្យចេញមតិនឹងការយល់ឃើញរបស់បងប្អូននៅក្នុង comment ខាងក្រោមហើយប្រសិនបើបងប្អូនចូលចិត្តនៅវីដេអូអាកំបាំងនិងចំណេះដឹងប្លែកៗបែបនេះសូមកុំភ្លេចជួយចុច follow និងជួយចុច subscribe ជេនែល YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានទស្សនា